ពេចភ្នែកចងចាំពេលកំណត់ចុងក្រោយដែលខ្ញុំបានផ្ដល់ឲ្យអ្នកពេលវេលាបានមកដល់បះបោអ្នកបះបោវាពិតជាការបះបោប្រឆាំងនឹងច្បាប់ធម្មជាតិការខិតខំប្រឹងប្រែងគឺជាកាតព្វកិច្ចរបស់គាត់តើគាត់អាចបំផ្លាញបូជនីយដ្ឋានបុព្វបុរសបានយ៉ាងដូចម្តេចតើគាត់ចង់បានអ្វីពិតប្រាកដព្រះបិតាគាត់តែងតែចង់បានលិខិតលែងលះមួយព្រះអង្គនឹងយល់ព្រមត្រឹមតែ10ថ្ងៃប៉ុណ្ណោះប្រសិនបើកូនចុះហត្ថលេខាតើគាត់នឹងយល់ព្រមទេគួរឲ្យអាម៉ាស់បុរសមានប្រពន្ធច្រើនអ្នកគឺជារឿងធម្មតាជាមហាក្សត្រយានគួរតែបើកទ្វារផ្ទះឲ្យធំទូលាយនាងជាស្ត្រីម្នាក់គ្មានស្នាដៃអ្វីគ្រាន់តែដឹងថាស៊ូឈ្នះចំណងហើយចំណែនវិញ្ញាការពេញមួយថ្ងៃពិតជាស្ត្រីមកពីទីជនបទនៅពេលមានសៀវភៅវិទ្យាសាស្ត្រហើយហ៊ានស្នើសុំដែលមិនសមហេតុផលស្ត្រីល្អគួរមានវិន័យល្អគុណធម៌និងសុជីវធម៌ព្រះបិតាកូនមានកំហុសតើយើងបាននិយាយអ្វីកាលពីមុនអ្នកមិនគួររៀបការនាងទេឥឡូវនេះល្អហើយចំណងច្រើនមិនដាក់វត្ថុនាងហ៊ានប្រើឱកាសរបស់ណានចៅមកសុំព្យាបាលហើយទាមទារច្រើនពេក2-3ឆ្នាំនេះការល្អរបស់រាជវង្សយើងចំពោះនាងតើគេយកទៅចិញ្ចឹមឆ្កែទាំងអស់ឬព្រះករុណាមិនល្អទេឈិនយួនអ្នកប្រយុទ្ធពីណានចៅកំពុងរីកចម្រើននៅក្រៅកំពែងទីក្រុងឧត្តមសេនីយ៍ឈិនជាមួយនឹងទាហានចំនួន3700ដែលមានជំងឺបានបំបែកទ្វារយ៉ងអានហើយកំពុងវាយប្រហារមកដល់អ្នកអធិរាជវង្សហេតុអ្វីបានជានៅតែឈរងាករត់ទៅទទួលឧត្តមសេនីយ៍ឈីឥឡូវនេះភ្លាមចងចាំកុំឲ្យមានចំនួនឲ្យសោះរៀបចំពិធីផ្ដល់រង្វាន់ធំភ្លាមកូនព្រះអង្គគោរពតាមបទបញ្ជាឈប់សិនបន្ទាប់ពីទទួលឧត្តមសេនីយ៍ឈីត្រូវទៅរកគ្រួសារយួនដើម្បីលុបលាងការរៀបការភ្លាមត្រូវតែនាំព្រះអង្គគុំម្ចាស់ក្ត្រីត្រឡប់មកវិញសូមឲ្យយល់ព្រមនៅតម្រូវការរបស់ខ្ញុំទាំងអស់សូមសួរតើហៅឈ្មោះឧត្តមសេនីយ៍យ៉ាងដូចម្ដេចអ្នកយុទ្ធជនណានចៅឈិនយួនតើមានវ័យក្មេងមែនឬសូមអ្នកទាំងអស់ដោះគ្រឿងសឹកចុះពីលើសេះហើយដាក់គ្រឿងអាវុធចោលទាំងអស់អ្នកមានសិទ្ធិអ្នកក៏សមផងដែរសូមលោកយុទ្ធជនតាមខ្ញុំមកព្រះបតាកំពុងរងចាំអ្នកហេងអ្នក4អ្នកតាមខ្ញុំចូលបន្ទាយអ្នកក៏ទេរងចាំនៅទីនេះយល់ព្រមឈិនយួនតើមានវ័យក្មេងមែនឬសិនយ៉ាវឈួនមេគ្រូសាសិនដូច្នេះអ្នកក៏ជាយុទ្ធជនណានចៅដែរខ្ញុំមិនមែនជាយុទ្ធជនទេខ្ញុំគ្រាន់តែជាឈ្មួញធម្មតាម្នាក់ប៉ុណ្ណោះឬថាព្រះមាតាធិតានៃប្រទេសអ្នកឈឺធ្ងន់ខ្ញុំបានបញ្ជូនមនុស្សទៅហៅអ្នកដោះស្រាយរឿងនេះហើយរឿងតូចតាចបែបនេះគ្រាន់តែនិយាយម្ដងក៏គ្រប់គ្រាន់ហើយហេតុអ្វីត្រូវធ្វើឲ្យពិបាកបែបនេះកុំនិយាយពាក្យឥតប្រយោជន៍ខ្ញុំមកទីនេះគ្រាន់តែធ្វើកិច្ចការមួយប៉ុណ្ណោះនេះជានាឡិកាខ្សាច់សក្ការៈមកពីពេស៊ីនាឡិកាខ្សាច់ក្នុងរយៈពេលកន្លះម៉ោងនាឡិកាខ្សាច់នឹងរលត់អស់ខ្ញុំសង្ឃឹមថាមុននាឡិកាខ្សាច់រលត់ខ្ញុំចង់ជួបលោកសៀវដើម្បីអ្នកហ៊ានបែបនេះមែនឬចាប់ផ្ដើមលឿនទៅហៅព្រះអង្គម្ចាស់គីមត្រឡប់មកត្រូវតែនាំព្រះអង្គមកឲ្យបានខ្ញុំមិនទៅទេព្រះនាងខ្ញុំបាទសូមអង្វរព្រះអង្គខ្ញុំបាទមិនហ៊ានទទួលខុសត្រូវទេអ្នកត្រឡប់ទៅប្រាប់ភេយោយ៉ានតម្រូវការរបស់ខ្ញុំមិនផ្លាស់ប្ដូរទេតម្រូវការរបស់ព្រះនាងគឺអ្វីយកលិខិតលែងលះនេះឲ្យព្រះអង្គម្ចាស់យានកពីលិខិតលែងលះនេះម្ដងទៀតព្រះមហេសីបោះត្រាព្រះរាជត្រាព្រះមហាក្សត្របោះត្រាព្រះរាជលាភបន្ទាប់មកព្រះមហេសីនាំមកជូនដោយផ្ទាល់អ្វីនេះជាការយកជីវិតខ្ញុំបាទហើយព្រះអង្គមិនហ៊ានចោទប្រកាន់អ្នកទេខ្ញុំមកដល់តែយងដោយស្របច្បាប់ដើម្បីរៀបអាពាហ៍ពិពាហ៍ជាមួយព្រះអង្គឥឡូវខ្ញុំចង់ចាកចេញក៏ត្រូវការឲ្យស្របច្បាប់ដែរលឿនទៅឥតសមហេតុផលសោះហ៊ានចោទប្រកាន់ខ្ញុំមែនឬ
ឲ្យព្រះអង្គម្ចាស់យានសរសេរលិខិតលែងលះដោយផ្ទាល់ហើយត្រូវប្រើត្រាព្រះរាជលាភពិតហើយត្រូវឲ្យព្រះមហេសីទៅដោយផ្ទាល់ព្រះបតាគុំខឹងអីឈីយួននៅអាយុ18ឆ្នាំបាននាំទាហានឆ្នាំ3000នាក់បំបែកលូឡានអាយុ19ឆ្នាំត្រូវបានចាត់តាំងជាស្ដេចភពហ៊ានហៃអិនម៉ាប្រហែលជាទាហានឆ្នាំនៅក្រៅទ្វារនោះគឺជាទាហានដែលបំផ្លាញលូឡានកាលពីមុនមកព្រះអង្គម្ចាស់យានទៅសូមលោកយុទ្ធជនរងចាំសិនពេលមុនព្រះនាងយាននិងព្រះអង្គម្ចាស់យានមានចំនួនគ្នាបន្តិចព្រះអង្គម្ចាស់យានទៅអញ្ជើញដោយផ្ទាល់កញ្ញាតើពួកគេពិតជានឹងធ្វើតាមអ្វីដែលអ្នកនិយាយមែនឬតើភេយោយ៉ាននោះនឹងមកមែនឬគាត់គ្មានជំរើសទេគាត់នឹងមកពិតប្រាកដស៊ីវឈីងស៊ុយអ្នកចេញមកសៀងឈឹងស្នេហ៍អ្នកស្រីអាស្រូវនេះអ្នកហើយដែលបានលួចយកពិធីមង្គលការរបស់ព្រះអង្គម្ចាស់តើមែនឬទេអ្នកស្រីដែលមានចិត្តតូចចង្អៀតអាត្មានិយមនិងខូខើនេះសម្រាប់អ្នកយិនយួរវីមាត់អាំងរំលេចស្លាប់ទៅពួកអ្នកទាំងអស់គ្នាជាសាកស្ពើចាប់អាំងរំលេចនេះឲ្យខ្ញុំកាត់សាកសពជារាប់ពាន់កំណាត់អ្នកនៅតែហ៊ានវីមនុស្សរបស់ខ្ញុំអាងរំលេចនិងសៀងឈឹងស្នេហ៍អ្នកស្រីអាស្រូវនេះឲ្យខ្ញុំពេងចុះវីមាត់ខ្លួនឯង20ដងយិនយួរពេលនេះខ្ញុំដឹងថាអ្នកកំពុងតែខកចិត្តខ្លាំងដោយសារតែគាត់បានចាប់ផ្ដើមបង្ករឿងជាមួយអ្នកដូច្នេះអ្នកចូលលះបង់ចិត្តហើយបើកទូរស័ព្ទចេញល្អហើយសៀងឈឹងស្នេហ៍ឯងឲ្យខ្ញុំឈរឡើងបញ្ឈប់សម្ដេចព្រះអង្គម្ចាស់ទ្រង់បានមកដល់ទីបំផុតហើយឯងមើលនារីបងស្រីនាងឲ្យស្រីបម្រើរបស់នាងវីខ្ញុំស្ងាត់មាត់សម្ដេចព្រះអង្គម្ចាស់ទ្រង់មិនឃើញខ្ញុំត្រូវគេវីទេបើឯងមិនមកវិមានជិនស្វែងរកនឹងមានរឿងបែបនេះទេអ្នកណាឲ្យឯងមកប៉ុស្តិ៍ស្នេហាឲ្យឯងមកឬបាននិយាយហើយ